ខ្លាឃ្មុំសដែលពេញវ័យភេទឈ្មោលអាចចាប់ផ្ដើមវាយប្រហារគ្នាយ៉ាងសាហាវដើម្បីអាហារនៅជិតនោះមានគ្រួសារតូចមួយសូម្បីតែមើលក៏មិនហ៊ាននឹងមើលផងមេខ្លាឃ្មុំបានដឹកនាំកូនរបស់វាទៅឆ្ងាយពីព្រោះវាដឹងថានៅពេលដែលអាហារខ្វះខ្លាឃ្មុំដែលពេញវ័យអាចនឹងសម្លាប់កូនរបស់វាដើម្បីស៊ីជាអាហារផងដែរកូនខ្លាឃ្មុំតូចៗដែលឃ្លានគ្រាន់តែស៊ីស្មៅបន្តិចដើម្បីបំបត្តិអារម្មណ៍ស្រេកឃ្លានប៉ុណ្ណោះឯម្ដាយវាគឺពិបាកនៅក្នុងការសម្រេចចិត្តយ៉ាងខ្លាំងណាមួយភ័យខ្លាចណាមួយឃ្លានវាក៏ចង់សម្រេចចិត្តទៅរកអាហារដោយប្រថុយជីវិតកូនតូចៗនោះក៏ដើរតាមក្រោយម្ដាយយ៉ាងជិតក៏ប៉ុន្តែម្ដាយវាក៏ផ្ដល់សញ្ញាថាឲ្យឈប់ដើម្បីឲ្យវានៅទីនោះសិនវាក៏បានរត់ចូលទៅកាន់សាកសពត្រីវ៉ារុសដែលបានដេកស្លាប់ដោយសង្ឃឹមថានឹងបានស៊ីអាហារនោះបន្តិចដែរក៏ប៉ុន្តែសំណាងល្អខ្លាឃ្មុំពេញវ័យធំដែលបំពុងតែបំពេញពោះរបស់វានោះគឺមិនបានបណ្ដេញខ្លាឃ្មុំញីនេះទេចំណែកឯកូនខ្លាឃ្មុំតូចនោះក៏មិនអាចទប់នៅភាពអត់ឃ្លានរបស់វាដែរវាខំប្រឹងហៅម្ដាយសំឡេងនោះក៏បានតាក់ទាញខ្លាឃ្មុំឈ្មោលឲ្យចង់មករកកូនតូចនោះគឺជាខ្លាឃ្មុំឈ្មោលដ៏ធំមួយម្ដាយខ្លាឃ្មុំនោះក៏បានត្រឡប់មកវិញភ្លាមព្យាយាមការពាររាងកាយកូនតូចរបស់វាឲ្យផុតអំពីខ្លាឃ្មុំឈ្មោលនោះអារម្មណ៍ស្រេកឃ្លានធ្វើឲ្យវាចង់ស៊ីក៏ប៉ុន្តែសេចក្តីស្នេហារបស់ម្ដាយគឺមានអំណាចទៅលើអ្វីៗគ្រប់យ៉ាងសូម្បីតែខ្លាឃ្មុំឈ្មោលនោះខ្លាំងយ៉ាងណាក៏ដោយក៏មិនហ៊ានប្រឈមទៅនឹងភាពកាចសាហាវនៃម្ដាយដែលកំពុងតែការពារកូននេះឡើយចុងក្រោយកូនខ្លាឃ្មុំតូចទាំងនោះក៏ទទួលបានឱកាសនៅក្នុងការស៊ីអាហាររបស់វាផងដែរ